អស់ជាង2ទសវត្សរ៍មកហើយដែល Toyota Hilux មិនត្រឹមតែជាយានជំនិះតែប៉ុណ្ណោះទេក៏ប៉ុន្តែវាជាផ្នែកមួយនៃដំណើររឿងរ៉ាវជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលបានផ្ដល់នូវការទុកចិត្តភាពជឿជាក់ទៅលើភាពធន់រឹងមាំគ្រប់ស្ថានភាពផ្លូវផ្ដើមពី Hilux Tiger មកដល់ Hilux Vigo និងឥឡូវនេះមកដល់ Revo Rally និង V Edition ដែលមានថាមពលសន្ទុះខ្លាំងនិងធន់រឹងមាំត្រកូល Hilux បានយកចិត្តប្រជាជនកម្ពុជាគ្រប់ចំនួននិងធ្វើឲ្យមិនអាចដកចិត្តបានឡើយខ្ញុំឮឈ្មោះល្បីឲ្យក្រុមហ៊ុនហើយឮថាឈ្មោះជប៉ុនខ្ញុំចូលចិត្តគ្រឿង Toyota ខ្ញុំចូលចិត្តក៏ខ្ញុំក៏ទៅទិញនៅភ្នំពេញជាផ្លូវពិបាកប៉ុណ្ណឹងខ្ញុំមកដល់ផ្ទះហើយកាលប្រហែលឆ្នាំហ្នឹងហើយផ្លូវពិបាកណាហើយមកសិតតែផុកពេញឡាននេះមកដល់ផ្ទះអត់មានខូចតាមផ្លូវអីទេខ្ញុំមកហ្នឹងតាំងពីឆ្នាំហ្នឹងមកខ្ញុំបាទចាប់ផ្ដើមប្រើឡាន Hilux ហ្នឹងឆ្នាំ2004សេរីឆ្នាំ1991 Toyota ហ្នឹងវាមានដើមតើងវាដោយសារតាប៉ាហើយម៉ាគាត់ចង់ដើរកំសាន្តពេលអញ្ចឹងទៅគាត់ថាតតាប៉ាទិញឡានបានគាត់ទៅដើរលេងជាមួយដល់ពេលអញ្ចឹងប៉ាក៏សម្រេចចិត្តទិញឡានហ្នឹងយកមកជូនម៉ាដើរលេងអញ្ចឹងទៅហើយដល់ពេលយើងដើរទៅពេលទៅទិញមកជិះមកទិញភ្លាមសុទ្ធមករតនគិរីព្រះវិហារផ្លូវកាលនោះពិបាកខ្លាំងតែយើងអាចធ្វើដំណើរបានដល់គោលដៅខ្ញុំមានអនុស្សាវរីយ៍ច្រើនណាស់បើនិយាយពីអនុស្សាវរីយ៍ជូរចត់ជាមួយឡានហើយខ្ញុំក៏ស្រឡាញ់ឡានជួការយើងសប្បាយនឹងជិះយើងអនុស្សាវរីយ៍ច្រើននិយាយទៅច្រើនអនុស្សាវរីយ៍ច្រើនណារហូតដល់យើងនិយាយទៅបងនិយាយមិនចេញទៅមកវានៅតែជាមួយឡាននឹងហ្មង Toyota អនុស្សាវរីយ៍ច្រើនណានិយាយទៅច្រើនណាអូននិយាយថាច្រើនហ្មងបាទនេះ34,000 ជាងគីឡូហើយផ្លូវការនោះមិនធម្មតាទេលោកអើយហ្នឹងឥឡូវមើល30ប្រហែលជិតប្រហែលឆ្នាំហើយអូននៅប្រើធម្មតាដឹកអីវ៉ាន់នោះដឹកអីវ៉ាន់ទៅបាញ់នេះបាញ់នោះធម្មតាអត់មានចោលទេអត់មានចោលផងខ្ញុំធ្លាប់ប្រើយូរប្រហែលជាខ្ញុំអត់ដូរម៉ាកផ្សេងទេពីព្រោះខ្ញុំចូលចិត្ត Toyota តាំងពីដើមមក30ឆ្នាំហើយបើនិយាយទៅជាង30ឆ្នាំផងខ្ញុំដែលខ្ញុំប្រើ Toyota នេះចំពោះការប្រើប្រាស់Hilux ហ្នឹងលើគុណភាពវាយើងអាចទទួលយកបានព្រោះវាធន់ហើយវាធន់ហ្នឹងមានន័យថាគ្រប់ស្ថានភាពផ្លូវដែលយើងធ្វើដំណើរទៅហ្នឹងវាអាចឆ្លងកាត់បានជោគជ័យមានន័យថាទាំងម៉ាស៊ីនទាំងគ្រឿងក្រមទាំងអីយើងទៅចិត្តទៅឆ្ងាយឡើងភ្នំឡើងអីហ្នឹងវាសុវត្ថិភាពបានល្អដែរដូចជាកាលនោះដាំកូនស៊ូនគឺទិញកូនពីខាងក្រមកយើងដឹកផ្លូវលំបាកយើងដឹកជីដឹកកម្លាំងដឹកសម្ភារៈអញ្ចឹងវាធន់ជាងម៉ាកសេរីផ្សេងសម្រាប់ផ្លូវភ្នំផ្លូវផុងផាយនៅខេត្តរតនគិរីយើងហ្នឹងបើយើងប្រៀបធៀបតែឡានខ្ញុំធ្លាប់ប្រក្រោយមកក៏ខ្ញុំធ្លាប់ទិញឡានផ្សេងទៀតដែរចំពោះម៉ាកផ្សេងហ្នឹងគិតសាកក៏ធ្លាប់ឆ្លងកាត់ហើយដែរឡានតែពេលយើងប្រើទៅវាមានបញ្ហាយើងក៏ជំរើសយក Toyota ឡើងវិញមិនអញប្រើសេរីដែលរហូតជាងធ្លាប់សាករថយន្តផ្សេងខ្ញុំអត់ពេញចិត្តដល់ Toyota ឥឡូវចំណូលចិត្តរៀងខ្លួនទេខ្ញុំថាมันអាចប្រាប់ខ្ញុំថាឲ្យខ្ញុំទៅដូរនេះទិញក្រុមហ៊ុននេះក្រុមហ៊ុនបានទេព្រោះខ្ញុំចូលចិត្តណាខ្ញុំប្រើហ្នឹងខ្ញុំនិយាយហ្នឹងកម្លាំងដល់ហើយគ្រាន់ថាប្រព័ន្ធចកោតខ្លះឡានទឹមសេរី2000ជាងហើយប្រព័ន្ធចកោតខ្លះអត់សบายនឹងដៃយើងប្រើខ្ញុំអានោះហ្នឹងមើលឡានខ្ញុំប្រហែល17ឆ្នាំនេះហើយ16ឆ្នាំហើយប្រព័ន្ធចកោតសឹងថានេះវីកូខ្ញុំសំបីវីរីសិនយើងក៏គិតមើល16 17ឆ្នាំវីកូដៃចកោតខ្ញុំអរណាខ្ញុំនិយាយចឹងបាទចូលបីក្រោយនេះទៀតក៏មានកម្រងអីហ្នឹងក៏ខ្ញុំទិញ Toyota ទៀតដែរប៉ុន្តែទិញរបៀបក្លុបរបៀបអីមិនដឹងដែរនៅតែ Toyota ទៀតអាចមានកម្រងទៀតណាហើយបើ Toyota ទៀតមានកម្រងទៀតមិនយូរហ្មងទេខ្ញុំអាចមានកម្រងទិញ Toyota ទៀតប៉ុន្តែមិនដឹងជាស្អីយើងអាចនិយាយបានទេចាំខ្ញុំទិញតែទេប្រាប់វាចង់និយាយថាវាសេរីថ្មីទំនើប option វាលើច្រើនជាងតែដូចវានៅរៀងស្រាល
รถវានឹងមានគេហៅថាភាពរលាស់ឬលោតយើងនិយាយថាពាក្យthếថារលាក់វារលាក់ហ្នឹងមិនន័យថាវារៀងស្រាលអញ្ចឹងការរត់វាពេលរឿងរត់លឿនតតែយើងដឹកទម្ងន់បានរត់លឿនស្រួលបើស្រាលរត់ទៅវាពិបាកនៅថាពេលផ្លូវក្លុកនេះស្ថានភាពផ្លូវដីក្លុកក្លាក់ហ្នឹងទាមទារការយើងប្រុងប្រយ័ត្ននិងការបើកបរចំពោះអារម្មណ៍រឿងឡានហ្នឹងខុសគ្នាហ្មងខុសគ្នាដាច់ហ្មងឧទាហរណ៍ថាសេរីចាស់សេរីថ្មីយើងមិនបាច់និយាយទេច្បាស់ជាសេរីថ្មីវាល្អជាងប៉ុន្តែដូចធေါ်ពាក់ព័ន្ធនឹងរឿង pick up ដូចគ្នាយើងនិយាយពីក្រុមហ៊ុនកចោះក៏វាអារម្មណ៍ផ្សេងវាធ្វើមកខុសគ្នាតែជំរឿសដៃខ្ញុំជ្រើស Toyota នេះវាមិនមែនថាដែលថាវាល្អអត់ខ្ចោះទេគ្រាន់តែវាភាពងាយស្រួលយើងចង់និយាយភាពសម្រួលដល់ការងារងាយស្រួលនៅពេលដែលខូចខាតនៅពេលដែលមានការលំបាកនៅអីទេគួរតែយក Toyota ប្រើចុះនៅតំបន់ភ្នំសម្រាប់ដីខេត្តរតនគិរីយើងដែលជាទីមួយបញ្ហាផ្លូវព្រោះ Toyota វាផ្ដោតអារម្មណ៍ទៅលើស្ថានភាពផ្លូវនៅស្រុកខ្មែរច្រើនជាងក្រុមហ៊ុនផ្សេងៗដែលមកក្រោយនេះការគិតរបស់ខ្ញុំទេអញ្ចឹងបងប្អូនដែលសម្រេចចិត្តថាធ្វើអានឹងតាមការគួរការចាប់ផ្ដើមជំពូកថ្មីជាលើកដំបូងបង្អស់ដែលរថយន្តមានកិត្តិនាមនៅលើសកលលោកហើយ Hilux Revo និង Fortuner ត្រូវបានដំឡើងនៅលើទឹកដីប្រទេសកម្ពុជាដែលបានធ្វើឡើងនិងដំឡើងដោយស្នាដៃគុនខ្មែរសម្រាប់ប្រជាជនកម្ពុជាមោទកភាពជាតិអារម្មណ៍ចំណុចនេះសម្រាប់ឡានដែលដំឡើងនៅស្រុកខ្មែរជាផលិតផលរបស់ខ្មែរហើយគុណភាពល្បីសម្រាប់ជាតិមានអីល្អហើយវាជាមោទនភាពហើយដែលដំឡើងនៅស្រុកខ្មែរហ្នឹងខ្ញុំមានមោទនភាពខ្លាំងខ្លះដោយសារបានគុណភាពឡានគុណភាពល្អហើយសម្រួលការងារខ្ញុំមកទៅផ្លូវឆ្ងាយក៏អត់បញ្ហាខ្ញុំទៅផ្លូវផុកផ្លូវឡើងភ្នំចុះផុកក៏ខ្ញុំអត់បញ្ហាខ្ញុំប្រើដល់គោលដៅទាំងអស់ខ្ញុំទៅស្រុកដល់ស្រុកមកទៅក្រុងដល់ក្រុងបាទជួយច្រើនខ្ញុំដឹកសម្ភារៈទៅលក់ចូលពីខេត្តទៅចំការយកពីចំការមកផ្ទះយកសម្ភារៈចំការទៅស្រុកទៅវែងអញ្ចឹងទៅហើយតាមផ្លូវតាមអីវាដូចជាអត់មានបញ្ហាអីសោះខ្ញុំប្រើ30ឆ្នាំអត់មែនថារំខានតាមផ្លូវអីអត់មានថាបាក់នេះបាក់នោះតាំងពីធ្លាប់ប្រើមកអត់មានបើអញ្ចឹងខ្ញុំមិនតាមទិញ Toyota រហូតដល់30ឆ្នាំជា30ឆ្នាំហ្នឹងទេហ្នឹងហើយអត់បញ្ហាទេហើយស្រួលទៀតខ្ញុំធ្លាប់ប្រើយូរហើយវាយូរណាស់30ឆ្នាំណាស់បើថាខ្លះគេផ្លាស់ចិត្តបាត់ហើយនេះខ្ញុំនៅតែទិញ Toyota ហ្នឹងវាគិតថាវាប្រើយូរណាអូន30ឆ្នាំមិនជាការងាយស្រួលតាំងពីផ្លូវកឡុករហូតដល់ផ្លូវស្រួលហើយបើពីប្រហែល16ឆ្នាំបើសិនដល់ថាជន់សៀមរាបពេញវៀតណាមនោះអត់មានថាយឺតអីមើល16ឆ្នាំហើយខ្លាំងណាស់ខ្ញុំប្រើថាបើអញ្ចឹងខ្ញុំអត់ដែរនាំទិញតគ្នាទេខ្លាំងអត់មានធ្លាក់ម៉ាស៊ីនធ្លាក់អីអត់មានទេខ្ញុំប្រើពេញចិត្តមកឥឡូវនេះឡានថ្មីវាអត់តមានអីការទេចំណាយអីវាដុំកំភួនទេចំពោះសម្រាប់ឡានថ្មីអញ្ចឹងបើយើងនិយាយពីឡានថ្មីដែលយើងទិញថ្មីសម្រាប់ពី5ឆ្នាំទៅ10ឆ្នាំទៅខាងមុខទៅវាមិនមែនជាការចំណាយច្រើនទេព្រោះឡាននេះថ្មីព្រោះយើងធ្លាប់ជិះឡានចាស់ដែលសេរីទាបយើងចង់និយាយឡានដែលសេរីទាបក៏យើងចំពោះToyota ក៏ចំណាយវាមិនច្រើនប៉ុន្មានទេចំពោះការខូចខាតវានៅធន់ជាងសម្ភារៈវានៅធន់ជាងក្រុមហ៊ុនឡានដទៃហើយនៅពេលដែលខូចខាតគ្រឿងបន្លាស់ជាងណាអ្នកក៏អាចធ្វើបានដែរតែចំពោះឡានផ្សេងទីមួយវាពិបាករកគ្រឿងទីពីរទៀតជាងសំខាន់ជាងនៃការជួសជុលតែសម្រាប់ឡាន Toyota វាងាយជាងចំពោះ Toyota Hilux រហូតដល់វាអាប់ដេតដល់ឆ្នាំឥឡូវនេះចំណុចសំខាន់ដែលខ្ញុំគិតហ្នឹងទី1ការសំចៃលើដូចជាការប្រើប្រាស់ប្រេងទី2ទៀតការភាពធន់តាមស្ថានភាពផ្លូវហើយនឹងមួយទៀតគឺចង់និយាយថាវានិយាយពីការគ្រឿងបន្លាស់វាសម្បូរនៅសម្រាប់នៅប្រទេសកម្ពុជាយើងវាសម្បូរហើយនឹងអ្នកជិះToyotaច្រើនទោះបីជាការខូចខាតអីអានឹងធម្មតាយើងជិះទៅតែមានប៉ះពាល់ខូចខាតទេប៉ុន្តែវាងាយស្រួលវាមិនចាំគ្រឿងបន្លាស់យូរជាងអីក៏សម្បូរដែរហើយទីមួយទៀតនិយាយថាការសំចៃបងមលោះលក់ស្រួលក្នុងខ្ញុំគិតទៅប្រហែលឆ្នាំមកនេះ
ដូចជាអត់មានអីធ្ងន់ធ្ងរក្នុង4000ទៅ$5000អីអស់ហើយក្នុងមួយឆ្នាំជួនកាលកលៈទេសៈពេលភ្លៀងខ្លាំងអីវាចុះស្វែកប្រាំងអីចឹងទៅហើយយើងដូរមួយឆ្នាំទៅមិនដល់500អីផងដូចជាយើងដូរប្រេងដូរអីហ្នឹងវាអត់តិចទេជួនកាលទៅយើងដូរអាសបកសឹករិចរើគ្រឿងបន្លាស់ដូចថាយើងប្រើយូរវាជើងក្រោមជើងអីហ្នឹងពេលទៅម្ដងអីទៅថាជួនកាលទៅ200ជាង100ជាងជួនកាលវាក្រោមហ្នឹងអញ្ចឹងវាតាមតិចតាមច្រើនអញ្ចឹងដូរស្បែកប្រាំងជាការធម្មតាដូរអាអែជាការធម្មតាសបកកង់ជាអាហ្នឹងជាទូទៅជាការធម្មតាអត់មានអីជាថាធ្ងន់ធ្ងរអីវាអត់មានបាទអូខ្ញុំសប្បាយចិត្តហ្មងដោយសារស្អីដោយសារយើងត្រូវការច្បាស់លាស់កន្លែងក្រុមហ៊ុនណាមួយដែលមានក្រុមហ៊ុនហើយយើងត្រូវសប្បាយចិត្តដឹងគ្រឿងបន្លាស់នឹងជាងជួសជុលនឹងផ្នែកថែទាំដូចជាខ្លាញ់គោដូចជាអីដូចជាម៉ាស៊ីនដូចជាភ្លើងប្រព័ន្ធអីខ្ញុំសប្បាយចិត្តណាស់កាលប្រហែលឆ្នាំមុនអត់មានទេយើងធ្វើជាងពីមួយទៅមួយអាហ្នឹងយើងមិនថាទេកលៈទេសៈនោះឥឡូវខ្ញុំប្រហែលដូចជា2ឆ្នាំនេះសប្បាយចិត្តណាស់ដែលគាត់ដែលមានក្រុមហ៊ុនតូតានៅសាខាខេត្តរតនគិរីខ្ញុំបាទនិមលវិបុលជាម្ចាស់យានដ្ឋាននិមលវិបុលដែលផ្ដល់សិទ្ធិដោយ Toyota Cambodia យានដ្ឋានយើងមានសេវាកម្មដូចជាលក់រថយន្តថែទាំរថយន្តគ្រឿងបន្លាស់សុទ្ធនៅប្រចាំខេត្តរតនគិរីសម្រាប់ខ្ញុំជាប្រជាជននៅក្នុងខេត្តរតនគិរីខ្ញុំមានគោលបំណងចង់បង្កើតភាពងាយស្រួលដល់អតិថិជនដែលប្រើប្រាស់ឡាន Toyota មិនថាឡានថ្មីឬមកទឹកដើម្បីឲ្យគាត់ងាយស្រួលមិនបាច់ធ្វើដំណើរឆ្ងាយដល់ជាង500គីឡូម៉ែត្រទៅពេញដើម្បីទទួលសេវាកម្មបើសិនគាត់ចង់បានសេវាកម្មដែលមានស្តង់ដារនិងទទួលស្គាល់ដោយក្រុមហ៊ុនខ្ញុំបដិញ្ញាថានឹងផ្ដល់សេវាកម្មដែលល្អបំផុតជូនអតិថិជនអញ្ចឹងគាត់មិនបាច់ជើញទៅពេញទៀតទេត្រឹមខេត្តរតនគិរីយើងក៏មានយានដ្ឋានដែលស្តង់ដារជាងជំនាញហើយក៏បានទទួលស្គាល់ដោយ Toyota Camry ផងដែរពេលវេលាចំណេញច្រើនណាស់ទី1យើងត្រូវទៅទិញគ្រឿងយើងអត់បានទៅទិញគ្រឿងទេទី2យើងចង់ឆែកឡានយើងអត់បានទៅឆែកនំពេញទេទី3យើងចង់ជួសជុលអីមួយដូចជាស្បែកប្រាំងដូចជាខ្សែពៀនអីវាលឺអីផ្សេងយើងងាយស្រួលច្រើននិយាយទៅងាយស្រួលច្រើនណាអូននៅរតនគិរីសាខាចូលទៅផ្លុកគេឆែកឲ្យយើងហ្មងក្រុមហ៊ុន Toyota ដេកទាខ្លួនឯងយកឡានទៅដាក់ក្រុមហ៊ុនបាទហើយតដល់ទៅយកហើយក្នុងនាមខ្ញុំជាដៃគូដែលផ្ដល់សិទ្ធិដោយ Toyota Cambodia ក្នុងចំណោមដៃគូទាំងអស់ទូទាំងប្រទេសខ្ញុំនឹងបដិញ្ញាផ្ដល់សេវាកម្មដែលល្អបំផុតជូនអតិថិជនដែលរស់នៅខេត្តរតនគិរីខ្ញុំចង់5គ្រឿងហើយ5 6គ្រឿងហើយឡានខ្ញុំកូនខ្ញុំទិញមកគ្រួសារខ្ញុំទិញច្រើនហើយ5 6គ្រឿង7គ្រឿងហើយហ្នឹងហើយមានតាកូម៉ាមាន Tiger មានអា Toyota អា93ផោះអា Kia 93 2គ្រឿងអានេះវាចូលនេះហើយបាន Bigo នេះហើយបាន Vision នេះទៀតដោយសារគុណភាពនឹងខ្លាំងពូកែណាហើយ Toyota និយាយទៅគ្រឿងបន្លាស់សបោទិញនៅកន្លែងណាក៏មានដែរខូចកន្លែងណាទិញកន្លែងហ្នឹងក៏បានដែរខ្ញុំអាចប្រាប់បានដោយសារក្រុមហ៊ុនធ្វើល្អដោយសារគ្រឿងល្អដោយសារជាពិសេសដោយសារក្រុមហ៊ុននឹងហ្មងធ្វើល្អ Toyota នឹងហ្មងនិយាយទៅធ្វើល្អផលិតល្អខ្ញុំថាឲ្យមួយយ៉ាងក៏ជាការថែទាំផោះដែលអ្នកប្រើដែរណានឹងថាអ្នកខ្លះប្រើប្រេងបាតអត់ដូរចេះតែទៅប្រេងប្រាំងអត់មើលប្រេងចកូនអត់មើលខ្លាញ់គោអត់បូមអានឹងក៏ខ្ញុំមិនអាចនិយាយយកបានហើយនេះខ្ញុំដល់កំណត់ខ្ញុំត្រូវតែធ្វើត្រូវតែជួសជុលត្រូវតែបូមខ្លាញ់បូមប្រេងអញ្ចឹងណាអានេះក៏ជារឿងមួយអានេះខ្ញុំនិយាយការពិតនៅខ្លួនដែលខ្ញុំធ្លាប់ប្រើធ្លាប់ឆ្លងកាត់ណាបច្ចេកទេសប្រើសំខាន់អូនមិននឹងបច្ចេកទេសអីខ្លះទេសំខាន់យើងមុននឹងចេញទៅយើងត្រូវធ្វើមិនខ្លះយើងមើលថ្លឹងមើលកង់វាមើលប្រេងវាមើលប្រេងម៉ាស៊ីនមើលប្រេងប្រាំងមើលប្រេងចកូតមើលទឹកកញ្ចក់មើលសម្ពាធកង់យើងមើលទាំងអស់ជុំវិញឡានហើយមិនមុនយើងទៅលុកលុយជាមួយអាផ្លូវលំបាកហើយអ្នកខ្លះគេអត់ចាប់អារម្មណ៍ទៅជួនកាលប្រេងម៉ាស៊ីនខ្វះជួនកាលប្រេងប្រាំងខ្វះអានឹងជារឿងផុសអ្នកផ្សេងបើរឿងខ្ញុំមើលទាំងអស់បច្ចេកទេសទាំងអស់ហ្នឹងខ្ញុំត្រូវដាច់ខាតខ្ញុំត្រូវតែមើលទាំងអស់មុនខ្ញុំចេញពីផ្ទះជាទូទៅខ្ញុំប្រើព្រោះយើងចូលចការវាល្អល់ត្រូវប្រើជាប្រចាំទៅពេលដែលខ្ញុំចូលចការត្រូវប្រើពេលមានភ្លៀងមានអីទីមួយអាហ្នឹងបើសិនឧទាហរណ៍ថាពេលដែលផ្លូវល្អល់យើងធម្មតាយើងកាច់ចូល4ហាសហ្នឹងសម្រាប់រត់ផ្លូវល្អល់ដែលយើងរត់លេងបឿនប៉ុន្តែឧទាហរណ៍ថាបើយើងដឹកលក្ខណៈដឹកយើងមិនអាចប្រើ4ហាសយើងត្រូវតែប្រើ4អល់តិចបើកតិចដល់ពេលដែលផុតផ្លូវហ្នឹងយើងត្រូវដោះយើងមិនអាចប្រើជាប់ទេប្រើជាប់វាអាចខូចខាតអាហ្នឹងវាគេមិនអាចសម្រាប់បើក
បើ4ចាប៉ុងហ្នឹងមិនអាចប្រាប់បើកលាតទៅបានទេអញ្ចឹងត្រូវតែដោះចេញខ្ញុំចង់ឲ្យបងប្អូនដែលជិះរថយន្តសម្រាប់នៅក្នុងតំបន់យើងថាទូទាំងប្រទេសដែលធ្វើកសិកម្មគួរតែពិចារណាជ្រើសរើសយក Toyota ព្រោះវាមានអត្ថប្រយោជន៍នេះដែលបានខ្ញុំប្រាប់អញ្ចឹងថាងាយស្រួលគ្រឿងបន្លាស់ហើយជាបទពិសោធន៍វាថាលក់ស្រួលបង ហើយខ្ញុំម្យ៉ាងយើង3វារៀងចំណាស់ដែរខ្ញុំអត់ដែរជិះម៉ូតូទេគ្រួសារគាត់អត់ជិះម៉ូតូដែរខ្ញុំជិះឡានសឹងថាខ្ញុំជិះឡានទៅមកតិចក៏ជិះឡានដែរបើហើយជិះវាថាហត់វាហត់ហើយវាប្រាក់ហើយខ្ញុំស្មាត់ទៅជិះឡាននឹងមកឲ្យ Toyota ហ្នឹងចឹងថាគ្រួសាររាប់ដូចថា5នាក់អញ្ចឹងតែ6ជាមួយ Toyota ហ្នឹងហើយហ្នឹងហើយគឺយកគ្រួសារជាសមាជិកមួយហ្មងនៅក្នុងគ្រួសារហ្នឹងបើអត់វាអត់បាននិយាយអញ្ចឹងមកនៅឆាប់ចប់អត់ Toyota ហ្នឹងអត់បានទេនិយាយអស់មកខ្ញុំអត់បានទេត្រូវតែមានរហូតហ្មងទិញរហូតអញ្ចឹងមកនិយាយចេះ សមិទ្ធផលទាំងនេះបានបង្ហាញឲ្យឃើញថានេះគឺជាមោទកភាពជាតិវឌ្ឍនភាពទាំងនេះគឺជាទំនុកចិត្តនៅលើគ្រប់ដងវិថី